បើសិនជាខ្ញុំនិយាយថាស្រឡាញ់ភាតើភាប្រកាន់ទេស្អប់ខ្ញុំទេលេងនិយាយរកខ្ញុំមែនទេឆ្លើយបងមើលអោភាមេបងបេះដូងបរោះស្មោះម្នាក់នេះត្រៀមចាំប្រគល់ជូនភាអាស្នាយនឹងទីរយអានឹងអត់ងាប់មែនវើយកណ្ដាលថ្ងៃត្រង់វិហ៊ានបណ្ដាអូនភាអញផងទ្រាំមិនបានទេអញណែអាក្ររហាមអញមើលទៅឯងដូចជាទើសភ្នែកណាស់មុខរបរធ្វើស្រែយកស្រូវលក់រកព្រឹកខ្វះល្ងាចហើយថ្លើមធំមុខញ៉ែអូនភាអញផងណែសាក់ឯងជាកូនលោកមេឃុំមានទ្រព្យសម្បត្តិស្តុកស្ដំដែលជាគេដំណើររបស់ឪពុកឯងមិនអាណិតគាត់ខ្លះទេតោះយើង let's go ថ្ងៃនឹងបានលុយដឹងតែចវាយប៉ាវចូល KTV អោបស្រីទីដែរព្រិញពីងម៉ងតក់ពីបំពង់អោបផ្ទុនជង្គង់បងអ្នកភ្ជុងញាក់ទាញញាក់តាក់ញាក់ញយបាញ់ពងសបាយអស់ស្ទះពេលឃើញអត់មានដងមូកន្លងរៀងក្រហម step by step old school បខំស្អីដីលក់បានប្រមាណពុកម៉ែហាមកុហកខ្ញុំចង់បានប្រពន្ធហើយយកលុយនេះទៅតដឹងឲ្យខ្ញុំភ្លាមបើមិនអញ្ចឹងទេផ្ទះនេះដឹងតែឆេះខ្ទេចទីដូចខ្ទឹមខ្លោចជាក់ជាមិនខានឡើយណាថាម៉េចអ្នកណាមិនស្គាល់អាសានកូនអ្នកបងដើរលួចតែមកអ្នកភូមិវៃកាប់ចាក់ទុំនើងគ្មានស្គាល់ចាស់ទុំនឹងនោះខ្ញុំដាច់ខាតមិនឲ្យកូនស្រីខ្ញុំទៅរងទុកនឹងវាដាច់ខាតពូស្នាយលងស្នាយស្រីហៀកាលពីយូរលងណាស់មកហើយមានបរិសម្នាក់គាត់ឈ្មោះថាពូស្នាយគាត់គឺជាកំឡោះម្នាក់ដែលមានចិត្តល្អគាត់តែងតែយកអាសាអ្នកដទៃនៅក្នុងភូមិនេះក៏ប៉ុន្តែពេលនេះគាត់មានអារម្មណ៍ថាកំសត់ឯកាក៏ព្រោះតែគាត់មិនមានស្នេហាអ្វីនឹងគេនៅឡើយនោះទេនៅក្នុងភូមិនេះមាននារីម្នាក់ដែរឈ្មោះថាសោភាអ្នកនាងសោភាគឺជានារីដែលមានរូបឆោមលោមពណ៌ល្អស្រស់សោភាខ្លាំងមែនតែនសក់រលោងភ្នែកខ្មៅក្រាប់បបោមាត់ក្រហមដូចជាព្រីងទុំចឹងរីឯបរោះស្នាយគាត់បានឃើញនារីសោភានេះហើយគាត់ក៏មានចិត្តលងស្រឡាញ់ជាមួយនឹងនាងជាខ្លាំងថ្ងៃនេះគាត់បានសារភាពសេចក្តីស្នេហាចំពោះសោភាគាត់ក៏បាននិយាយថាសួស្តីភាអ៊ំទូកឆាំនេះតើភាមានកម្រងតាណាដែរហើយបើមិនយល់តោះទេតើភាអាចដើរលេងជាមួយខ្ញុំតែម្ដងទៅបានទេចានាងខ្ញុំមានកម្រងទៅមើលគេអ៊ំទូកនៅមាត់ទន្លេមុខបរមរាជវាំងជាមួយគ្រួសារខ្ញុំមិនបានទៅជាមួយបងស្នាយឯងទេទៅដើរលេងជាមួយគ្រួសារពិតជាមានភាពកក់ក្ដៅខ្លាំងណាស់តើសូភាគិតចង់មានគ្រួសារដើម្បីសាងអនាគតរួមមួយជាមួយគ្នាដែរទេចានាងខ្ញុំពិតជាចង់ណាស់ប៉ុន្តែមិនទាន់មានអ្នកស្រឡាញ់និងចូលចែជើតាមប្រពៃណីនៅឡើយទេអូអញ្ចឹងពិតជាល្អខ្លាំងណាស់បើសិនជាខ្ញុំនិយាយថាស្រឡាញ់ភាតើភាប្រកាន់ទេស្អប់ខ្ញុំទេលេងនិយាយរកខ្ញុំមែនទេឆ្លើយបងមើលមិនដឹងនិយាយអីឈួតអញ្ចឹងទេបងស្នាយដឹងគេជាស្រីមានការខ្មាស់អៀនទេហើយចុះបើបងស្នាយស្រឡាញ់ខ្ញុំតើស្រឡាញ់ស្មោះទេអោភាមេបងបេះដូងបរោះស្មោះម្នាក់នេះត្រៀមចាំប្រគល់ជូនភាឲ្យតែភាប្រណីដល់បងស្នាយទោះបីមានឧបសគ្គយ៉ាងណាក៏ប្រាថ្នាភាជាគូអនាគតតែម្នាក់គត់ពួកគេទាំងពីរនាក់បានសាសងសម្ដីដ៏ផ្អែមល្ហែមដាក់គ្នាទៅវិញទៅមកព្រោះកញ្ញាភាក៏លងស្រឡាញ់បរោះសង្ហាស្នាយដែរមិនទាន់ចប់នៅឡើយទេនៅក្នុងភូមិនេះក៏មានបរោះម្នាក់ដែលជាកូនលោកមេឃុំឈ្មោះថាសាក់ដែលមានទ្រព្យសម្បត្តិស្តុកស្ដំខ្លាំងណាស់ក៏លងស្រឡាញ់នាងភាដូចគ្នានេះផងដែរពេលដែលលោកសាក់បានឃើញកំណាន់ចិត្តរបស់ខ្លួនល្អោកល្អឿនជាមួយនឹងប្រុសផ្សេងដូច្នេះនៅក្នុងចិត្តខឹងក្តៅក្រហាយស្ទើរតែប្រេះទ្រូងស្លាប់ទៅហើយលោកសាក់ក៏បាននិយាយថាអញ្ញាអាស្នាយនឹងទីរយអានឹងអត់ងាប់មែនវើយកណ្ដាលថ្ងៃត្រង់វិហ៊ានបណ្ដាអូនភាអញផងទ្រាំមិនបានទេអញតោះពួកអាដែងមកតាមអញដាក់អានឹងឲ្យដឹងដៃម្ដងមើល
ណែអាក្ររហាមអញមើលទៅឯងដូចជាទើសភ្នែកណាស់មុខរបរធ្វើស្រែយកស្រូវលក់រកព្រឹកខ្វះល្ងាចហើយថ្លើមធំមុខញ៉ែអូនភាអញផងណែសាក់ឯងជាកូនលោកមេឃុំមានទ្រព្យសម្បត្តិស្តុកស្ដំដែលជាគេដំណើររបស់ឪពុកឯងមិនអាណិតគាត់ខ្លះទេបានជាខំបំផ្លិតបំផ្លាញមិនជួយរកស៊ីគាត់សំដីឯងមើលងាយអ្នកស្រែណាស់ចុះឯងដែលគិតទេបើគ្មានអ្នកស្រែឯងមានបាយឯណាស៊ីមែនហើយបងស្នាយណែលោកសាក់ឆាប់ថយចេញពីផ្លូវខ្ញុំតោះបងស្នាយយើងទៅផ្ទះវិញម៉ាកុំថ្ងៃនេះអូអញប្រាប់ថាកុំអោយវៃគ្នាទេកុំអីអញដាក់អានឹងឲ្យដឹងដៃម្ដងឲ្យវាស្គាល់ថ្នាំខ្លាំងថាអាសាក់អញនេះខ្លាំងប៉ុណ្ណាហើយចៅវាយហើយចៅវាយឯងចេះខ្លាចអូដែរអីអបអើយស្ទៀវប៉ុណ្ណេះដែរលយប៉ុណ្ណេះដែរចេះខ្លាចអូទៅកើតបងសាក់នេះមិនអោយអញមិនខ្លាចមិននឹងបានណាបើគាត់ថាថ្ងៃហ្នឹងគាត់ហាមដាច់ខាតមិនអោយអញវៃគ្នាព្រោះគាត់ទៅទៅលក់ដីបានលុយថ្មីផងតោះអាដែងទៅផ្ទះអញទៅសុំអូឲ្យទៅស្ដីដណ្ដឹងនាងភាធ្វើប្រពន្ធឲ្យបានតែម្ដងតោះចៅវាយតោះយើង let's go ថ្ងៃហ្នឹងបានលុយដឹងតែចៅវាយប៉ាវចូល KTV អោបស្រីទីដែរយើងដឹងតែសបាយដៃទីហើយយប់ហ្នឹងអើយញមកសារថ្មីដើម្បី surprise fan ណាសបាយរំលែងរៀបជាមួយនឹងភ្លេងកុំតន់អាលបិទអូនអូកុំជាប់ចិត្តតែមិនហ៊ានឈរចិត្តសងសឹកគេនៅចិត្តអារ៉ាពីងម៉ងកមីសងអារ៉ាពីងម៉ងអារ៉ាពីងម៉ងកមីសងអារ៉ាពីងម៉ងអាព្រីងពីងម៉ងតក់ពេលបំពង់អបទនជង្គង់បងអ្នកភ្ជុងញាក់ទាញញាក់តាក់ញាក់ញយបាញ់ពងសបាយអស់ស្ទះពេលឃើញអត់មានដងមូកឡងរៀងក្រហម step by step old school បខំ step by step old school បខំប្រុសហេចវាយអូខេឥឡូវយើងដូរប្រធានបទ sound មាន effect ខ្ញុំមិនជាមួយនឹងខ្សែទាវខ្ញុំចុច melody មិនឲ្យអ្នកស្ដាប់ទេភ្លាវទាវស្ទាវគេស្ដាប់គេនប់កណ្ហុកកញ្ជ្រៀវ fan ខ្ញុំជុំមកជាវដូចគេចាំញ៉ាំកាទៀវមានខឹមមានចបៃហើយបោករួមមានខ្លុយទៀតអូស្គូខ្ញុំតែមានជាតិខ្ញុំអភិរក្សលើសម្បត្តិជូនជាតិញមកសារថ្មីដើម្បី surprise fan សបាយរំលែងរៀបជាមួយនឹងភ្លេងកុំតន់អាលបិទអូនអូកុំជាប់ចិត្តតែមិនហ៊ានឈរចិត្តសងសាក់គេនៅចិត្តអារ៉ាពីងម៉ងកមីសងអារ៉ាពីងម៉ងខ្លាំងដូចកំផែងនៅមនុស្សគេសែងបានអ្នកខ្លាំងគេក្លាហានធ្វើចោលគេចាប់បានណាចំកដុំយៈប្រយ័ត្នជីវិតអ្នកជាប់អន្តៈនេះអាចនឹងធ្លាក់ក្នុងទីពំអ្នកត្រូវបានគេចាប់ផុសពីរឿងជំពាក់ខ្ញុំគ្រាន់តែឆ្លៀតចង់បញ្ចេញបតិយោបល់ស្ដាប់ឬមិនស្ដាប់ខ្ញុំចាប់ប្រេងថាខ្ញុំអត់ខ្វល់ពាក្យសុទ្ធតែនាំមកដូចអាចចំចិត្តតែបំពល់ខ្ញុំគ្រាន់តែច្រៀងលេងទេកុំខឹងអីតិចជេគេណាចៅវាយងាកនឹងបានលុយប៉ាវយើងចូល KTV ហើយណាកុំអន់ចិត្តកុំពីបាក់ចិត្តដឹងតែបានអបស្រីហើយណាតាទីណាព្រោះទេចៅវាយព្រោះទេបានហើយអភ័ក្រឯងទៅរៀនច្រៀងនៅឯណាបានជាលុយម៉េះសុទ្ធតែបតុតជង្គង់បងអ្នកភ្ជុងញាក់ទាញញាក់តាក់ញាក់ញយបាញ់ពងឯណាឯងទៀតអើយអានេះវើយអញកំពុងតែកពុលមុខជាមួយអាស្នាយវាបដៅគូស្នេហ៍អញផងបានឯងជាងប៉ុណ្ណឹងក៏គ្រាន់បើដែរឯងជាងព្រោះគ្រាន់ជាងអាស្នាយវាជាងគ្មានព្រោះស្អីទេអូចៅវាយប្រហែលជាភ្ជុងកភ្លើងធំរបស់ចៅវាយអីល្អល្ងាចនេះសុំលុយឲ្យអញបានទៅ KTV ហើយជាងបាត់នឹងឲ្យអញស្ដាប់ជាតិអញជឿចិត្តបាទចៅវាយបាទម៉ែវាថ្ងៃនេះយើងលក់ដីបាន$10,000ខ្ញុំគិតថាទិញមាសឲ្យម៉ែវាឯងហើយលុយមួយចំនួនទៀតយើងទុកពង្រីកមុខរបររកស៊ីថែមទៀតម៉ែវាឯងគិតមិនដែរមែនហើយឪវាយើងមិនអាចរំពឹងកូនយើងអាសាក់ទេវាដើរតែលេខកាប់ចាក់មិនដែលជួយខ្វល់ខ្វាយរឿងគ្រួសារឡើយនោះវាណោះនឹកដើមដង្ហើមដល់កូននេះវើយវាដើរធ្វើតែអញ្ចឹងដំបៅទ្រង់ម៉ែឪអស់ហើយដីលក់បានប្រមាណពុកម៉ែហាមកុហកខ្ញុំចង់បានប្រពន្ធហើយយកលុយនេះទៅតដឹងឲ្យខ្ញុំភ្លាមបើមិនអញ្ចឹងទេផ្ទះនេះដឹងតែឆេះខ្ទេចទីដូចខ្ទឹមខ្លោចជាក់ជាមិនខានឡើយណា Oh my god ហើយឯងស្រឡាញ់កូនអ្នកណាកូនគឺកូនប្រសានណាម៉ែគាត់រស់នៅក្នុងភូមិខាងជើង
មានកូនស្រីម្នាក់ឈ្មោះអាភាស្រស់ស្អាតណាស់ម៉ែអើយចាំពុកនឹងម្ដាយឯងទៅស្ដីដណ្ដឹងឲ្យណាឯងកុំខឹងអីអាសាក់អើយអាសាក់ឯងចង់បានប្រពន្ធឯងមិនទាន់ចេះធ្វើការរកស៊ីស្អីទេមួយថ្ងៃនេះសុំលុយតែឪពុកម្ដាយចាយសោះឥឡូវចង់បានប្រពន្ធអោអើយឯងនេះគ្មានគំនិតការគិតវែងឆ្ងាយអ្វីសោះពុកម៉ែបានត្រឹមតែបំពេញបំណងកូនទេអនាគតរបស់កូនវាស្ថិតនៅលើកូនខ្លួនឯងណាចូលកូនចងចាំណាកូនចុះលោកមេឃុំនាំកូនទៅណាមកណាបានជានាំមកទាំងគ្រួសារហើយមកដល់ផ្ទះខ្ញុំយ៉ាងដូចនេះលបងសានណាឮថាលោកបងមានកូនស្រីម្នាក់ឈ្មោះភាមិនទាន់រៀបការទេទើបពួកខ្ញុំមកចង់សងស្ពានមានមេត្រីជាមួយលោកបងភ្ជាប់សាច់ភ្ជាប់ឈាមជាមួយកូនប្រុសរបស់ខ្ញុំអាសាក់នេះនឹងណាថាម៉េចអ្នកណាមិនស្គាល់អាសានកូនអ្នកបងដើរលួចតែមកអ្នកភូមិវៃកាប់ចាក់ទំនើងគ្មានស្គាល់ចាស់ទុំនឹងនោះខ្ញុំដាច់ខាតមិនឲ្យកូនស្រីខ្ញុំទៅរងទុកនឹងវាដាច់ខាតខ្ញុំសុកចិត្តលើកឲ្យអ្នកស្រែក៏បានដែររស់នៅមានសុភមង្គលមិនក្រំគ្រាចិត្តទេដោយសារតែភាពគ្មានសិលធម៌គ្មានការអប់រំឪពុកម្ដាយនិយាយមិនស្ដាប់ធ្វើឲ្យខ្លួនឯងអាប់អោនមិនទទួលបាននៅអ្វីដែលខ្លួនចង់បានថែមទាំងធ្វើឲ្យបាក់មុខអ្នកមានគុណទាំងពីរទៀតផងសូមគុំយកគំរូតាមសាកជ្រើសរើសយកផ្លូវក្មេងទំនើងដែលសង្គមស្អប់ខ្ពើមមិនខូចតម្លៃទាំងខ្លួនឯងនិងគ្រួសារផងពូសាន់មិនបានលើកកូនស្រីរបស់ខ្លួនឲ្យទៅនេសាទឡើយគាត់បានលើកឲ្យនេស្នាយដែលជាកូនអ្នកស្រែវិញដោយហេតុថាអត្តចរិតសិលធម៌ល្អនិងភាពស្មោះត្រង់របស់ស្នាយធ្វើឲ្យពូសាន់ពេញចិត្តជាខ្លាំងបន្ទាប់ពីនោះទៅពួកគេទាំងពីរបានរៀបការតាមប្រពៃណីនិងរស់នៅដល់ចាស់កោងខ្នងចំណែកឯនេសានវិញនោះបន្ទាប់ពីឪពុកម្ដាយរបស់ខ្លួនបានលាចាកលោកអស់ទៅក៏ធ្លាក់ខ្លួនក្រគ្មានទីពុំអ្នកស្នាក់អាស្រ័យឡើយសូម្បីតែមិត្តភ័ក្តិដែលធ្លាប់តែស្និទ្ធស្នាលស៊ីផឹកជាមួយគ្នាក៏គេលេងរាប់អានសាក់ដែរព្រោះតែពួកគេមើលឃើញតែប្រយោជន៍ទ្រព្យសម្បត្តិរបស់គាត់តែប៉ុណ្ណោះរឿងនេះមានអត្ថន័យអប់រំឲ្យយើងចេះរក្សាអ្វីដែលយើងមានគេថាអ្នកមានរក្សាខ្សត់ដូចសំពត់ពត់ពីក្រៅអ្នកប្រាជ្ញរក្សាខ្លៅដូចសំពៅនៅសំប៉ាននៅពេលដែលយើងមានបានយើងកុំភ្លេចឲ្យសោះថាបើថ្ងៃណាមួយធ្លាក់ខ្លួនគឺចប់ហើយមានតែមនុស្សដែលមិនបោះបង់ការព្យាយាមកុំធ្វេសប្រហែសមើលងាយស្ថានភាពប៉ុណ្ណោះទើបទទួលបានជោគជ័យគ្រប់ភារកិច្ចទាំងអស់ខ្ញុំបាទសូមអភ័យទោសរាល់កំហុសខុសឆ្គងនិងពាក្យពេចន៍ក្នុងវីដេអូមិនមានភាពសមរម្យណាមួយហើយក៏សូមអរគុណបងប្អូនដែលតែងតែគាំទ្រដល់រឿងនិទានរបស់ Channel B Cartoon Cambodia សូមឲ្យបងប្អូនទទួលបាននៅអាយុវណ្ណៈសុខៈពលៈបដិភានៈកុំបីឃ្លៀងឃ្លាតពីបងប្អូនឡើយសូមអរគុណ